bà chụp đẹp số cùng mai bông phôn ở khía bà thằng ngày đá nhom miền video muối mình tình tốt bà chạy dùng đây từ can một mai bông phôn bà sầmรับbông phôn này có sờ lạnh bị say khang chầmวันแบบสายbàแบบเด็กขนาดครูซาแบบนี้ไอ้จังนะบางคนออกเนี้ยbàจังบางคนบานเมื่อคืนวิดีโอนี้หายจังบางคนช่วยจดเจียวนึชาแนลរបស់ខ្ញុំអ្នកមួយទៅបាទឬមួយក៏ចុច Subscribe របស់ខ្ញុំអ្នកមួយនឹងទទួលបានវីដេអូថ្មីជាមួយខ្ញុំជារៀងរាល់ថ្ងៃចឹងណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ចិញ្ចឹមមាន់បាទអញ្ចឹងបងប្អូនអាចរៀនចិញ្ចឹមបានបងប្អូនទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះដែរខ្ញុំចង់ចែករំលែកវិធីមួយបាទគឺជាវិធីឲ្យចំណីមាន់អញ្ចឹងណាបងប្អូនការផ្ដល់ចំណីឲ្យមាន់បាទអញ្ចឹងសម្រាប់មាន់បងប្អូនដែលទៅតែញាស់មកណាបងប្អូនអរគ្នាអញ្ចឹងបងប្អូនគូតែមានអន្រុតក្រុងមួយបងប្អូនមានរត់ក្រុងមួយនៅពេលដែលបងប្អូនទម្លាក់កូនមាន់នឹងពីលើសបុកមកអញ្ចឹងបងប្អូនយកអន្រុតនឹងក្រុងមួយបាទហើយយើងត្រូវតែចាប់មេមាន់វាចូលទៅក្នុងរត់នឹងដែរបងប្អូនដើម្បីបង្រៀនឲ្យវាស៊ីចំណីអញ្ចឹងណាអញ្ចឹងបងប្អូនអាចរកក្តារកសែតមួយមានផ្ទៃរាបស្មើបងប្អូនក្រាវានៅក្នុងហ្នឹងទៅដើម្បីដាក់ចំណីកូនមាន់ហ្នឹងឲ្យវាស៊ីហើយឲ្យមេហ្នឹងបរៀនកូនមាន់ហ្នឹងស៊ីចំណីទៅបាទអញ្ចឹងការផ្ដល់ចំណីឲ្យមាន់នេះដែរអញ្ចឹងបងប្អូនត្រូវតែផ្ដល់ចំណីមិនខូចហើយនឹងចំណីមិនជូរណាហើយចំណីមិនហូរដល់លេអញ្ចឹងបងប្អូនត្រូវតែផ្ដល់ចំណីដែលមានសារៈគ្រប់គ្រាន់បាទមានសារជាតិចិញ្ចឹមណាបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនអាចទៅរកទិញចំណីនឹងពីកន្លែងគេលក់បានបាទលក់ចំណីកូនមាន់ហ្នឹងបាទទិញមកយកមកឲ្យវាស៊ីមកបងប្អូនទាំងអស់គ្នាហ្នឹងហើយប្រភេទចំណីដែលឆាប់រលាយអាហារបាទអញ្ចឹងបងប្អូនឲ្យស៊ីចំណីកូនមាន់ហ្នឹងណាចឹងបងប្អូនមិនត្រូវលាយចំណីឲ្យវាស៊ីដោយខ្លួនឯងទេបងប្អូនដោយសារអីដោយសារកូនមាន់យើងទូចបាទប្រព័ន្ធរំលាយអាហារវាក៏វានៅសោយដែរអញ្ចឹងវាអត់អាចរំលាយអាហារបាននៅដែលចំណីយើងផ្សំខ្លួនឯងចំណីមានសកម្មភាពផ្សំខ្លួនឯងបែបរឹងអីចឹងណាបងប្អូនអញ្ចឹងបងប្អូនកុំឲ្យវាស៊ីបាទហើយបងប្អូនត្រូវតែសម្អាតស្នូកចំណីជារៀងរាល់ថ្ងៃណាបងប្អូនយើងបាទអញ្ចឹងបងប្អូនសម្អាតវាជារៀងរាល់ថ្ងៃទៅដើម្បីកុំឲ្យវាមានមេរោគគ្រាប់នៅឆ្នូកចំណីយើងអញ្ចឹងណាបងប្អូនបាទហើយបងប្អូនត្រូវតែឲ្យមាន់នឹងស៊ីចំណីបាទរយៈពេលមួយអាទិត្យអីទៅបាទកូនមាន់ជាមួយមេវាហ្នឹងនៅក្នុងរត់ហ្នឹងរយៈពេលមួយអាទិត្យទៅហើយបងប្អូនគ្រប់ពេលមួយអាទិត្យហើយបងប្អូនដកមេមាន់ហ្នឹងចេញមកបាទដកមេចេញហើយយើងដាក់តកូនវាឲ្យវាស៊ីនៅក្នុងហ្នឹងទៅបងប្អូនដាក់ទឹកដាក់អីវាឲ្យផឹកទៅបាទហើយបន្ទាប់មកពេលយប់បាទពេលយប់បងប្អូនចាប់មេវាចូលទៅក្នុងរត់ហ្នឹងវិញដើម្បីឲ្យកូនឲ្យមាន់ហ្នឹងវាទទួលបានកម្ដៅពីមេវាអញ្ចឹងណាបងប្អូនបាទកុំឲ្យវាល្ងាកាលណាតែវាល្ងាវាខ្ញាល់វាធ្វើឲ្យកូនមាន់ហ្នឹងវាអន់វាសោយអញ្ចឹងណាបងប្អូនទាំងអស់គ្នាហ្នឹងហើយបន្ទាប់មកបងប្អូនកូនមាន់យើងបាន3សប្តាហ៍ហើយអញ្ចឹងបងប្អូនមិនចាំបាច់ចាប់មេវាចូលទៅក្នុងរត់នឹងរតែយប់ទេអញ្ចឹងបងប្អូនដកវាចេញមកបាទអញ្ចឹងបងប្អូនដាក់តែចំណីកូនមាន់ហ្នឹងឲ្យវាស៊ីទៅហើយបងប្អូនមានកដាស់កដាស់ឬមួយក៏ភួយអីបងប្អូនរុំវានៅពេលយប់បងប្អូនរុំវានៅក្នុងរត់នឹងឲ្យចិត្តទៅដើម្បីវាកុំឲ្យវាមានខ្យល់ចូលទៅធ្វើឲ្យកូនមាន់យើងហ្នឹងវារងាវាខ្ញាល់អញ្ចឹងបងប្អូនដោយសារតែយើងដកមេវាចេញហើយបាទកាលណាតែយើងធ្វើបែបហ្នឹងយើងដកមេវាចេញពីនឹងរត់ហ្នឹងហើយបាទមេមាន់ហ្នឹងវាអាចនឹងមួយអាទិត្យទៀតមួយអាទិត្យក្រោយមកវាអាចនឹងរឈ្មោលបងប្អូនបាទអញ្ចឹងមាន់កាលណាតែវានៅក្រាបលើសបុកយូរហើយវាមិនសូវបានចុះមកស៊ីចំណីទេអញ្ចឹងវាស្គមវាធ្វើឲ្យមេមាន់ហ្នឹងស្គមឆ្កៀងអញ្ចឹងណាបងប្អូនអរគ្នាបាទអញ្ចឹងវិធីថានេះយើងធ្វើបែបហ្នឹងហើយយើងមេមាន់ហ្នឹងវាឆាប់រស់ឈ្មោលណាបងប្អូនហ្នឹងហើយវាដោយសារអីដោយសារយើងចាប់វាបំបែកពីកូនវាហើយបាទអញ្ចឹងយើងប្រឡែងវាទៅវាដើរស៊ីជាមួយឈ្មោលដើរអីចឹងទៅហើយវាធ្វើឲ្យមាន់ឈ្មោលហ្នឹងដេញជន់មាន់មេហ្នឹងទៅវាធ្វើឲ្យមាន់មេហ្នឹងវាឡើងសាច់ឡើងឈាមមកវិញណាបងប្អូនអញ្ចឹងវាធ្វើឲ្យមាន់យើងហ្នឹងវាពងលឿនដែរណាបងប្អូនហ្នឹងហើយអញ្ចឹង
วิธีសាស្ត្រហ្នឹងគឺវាល្អមែនទែនបាទអញ្ចឹងសម្រាប់មេមន់យើងហ្នឹងគឺ